បាទជំរាបសួរបងប្អូនយើងដៃថ្មីបាទអញ្ចឹងបងប្អូនដៃថ្មីសូមមើលវីដេអូនេះឲ្យចប់សិនណាបងប្អូនបាទយើងដៃថ្មីយើងគាត់ថាមិនទាន់បានដឹងពីបទពិសោធន៍ទេហើយខ្ញុំសូមបង្ហាញបទពិសោធន៍ងាយៗបងប្អូននៅពេលដែលបងប្អូនចាប់បង្កើត page ថ្មីអីហើយបងប្អូនពេលចូលទៅលេងនៅក្នុង page របស់យើងបងប្អូនឃើញគេផុសបាទ status អីក៏ដោយឬក៏ជាផុសជា story អីក៏ដោយវាមិនបងប្អូនឃើញថាមានពាក្យថា follow ទៅលើ page គេមួយៗពណ៌បៃតងពណ៌ខៀវបងប្អូនអញ្ចឹងចុចយកមកបងប្អូនបាទចុចម្ដងមួយចុច follow ចុច follow មកអញ្ចឹងនៅក្នុងការផុសរបស់គេមួយមានអ្នក follow មានអ្នក comment ច្រើនអញ្ចឹងបងប្អូនចុចទៅលើពាក្យ comment ហ្នឹងមកហើយយើងមើលឃើញនៅក្នុងពាក្យ comment របស់គេមានពាក្យថា follow សម្រាប់អ្នកថ្មីគឺបង្ហាញថាអ្នកដែលយើងមិនទាន់បាន follow គឺជាអ្នកថ្មីហើយអញ្ចឹងបងប្អូនចុច follow គេទៅបាទតាមដានគេទៅអញ្ចឹងគេនឹងមានយើងនឹងមានឱកាសទទួលបានការតាមដាននៅ page របស់យើងវិញជាទូទៅបងប្អូនយើងដៃថ្មីដូចគ្នាអញ្ចឹងច្រើនតែជួយគ្នាទៅវិញទៅមក follow ទៅ follow មកដល់ពេលដែលយើង follow គេវានឹងបង្ហាញការជូនដំណឹងទៅ page របស់គេនឹងថាមានអ្នក follow អញ្ចឹងអ្នកនោះគេអាចចុចមកចូលទៅលើ page របស់យើងនឹងមកហើយគេ follow ហ្នឹងជាការ follow ទៅវិញទៅមកបងប្អូន follow គេបានច្រើនអញ្ចឹងគេបងប្អូននឹងទទួលឱកាសការ follow ត្រឡប់មកវិញក៏បានច្រើនដែរក៏ប៉ុន្តែសូមជម្រាបថាបងប្អូនអាចធ្វើការ follow របស់បងប្អូននេះចំពោះអ្នកដទៃមួយថ្ងៃមិនឲ្យលើសពី400អ្នកទេបងប្អូនបាទអញ្ចឹងកុំឲ្យ page របស់បងប្អូនមានការ spam ឬក៏ Facebook គេចាប់ពីកំហុសរបស់យើងអញ្ចឹងបងប្អូនកុំ follow គេច្រើនពេកបាទអញ្ចឹងការកំណត់គឺគេកំណត់ត្រឹម400អ្នកបាទអញ្ចឹងបងប្អូនធ្វើមិនបាច់ដល់400ទេបងប្អូនច្រើនណាមួយថ្ងៃបងប្អូនតែបាទ50 100 200អីហ្នឹងមកឲ្យបងប្អូនបាទធ្វើប៉ុណ្្នឹងទៅហើយលក្ខណៈទី2បងប្អូនកុំភ្លេចផងណានៅពេលដែលគេ follow បងប្អូនវានឹងបង្ហាញការព័ត៌មានមួយថាមានអ្នក follow បងប្អូនអញ្ចឹងបងប្អូនត្រូវចូលចុចនៅលើព័ត៌មានគេផ្ញើមកហ្នឹងហើយឃើញមានថាគេបង្ហាញថាតើនរណាខ្លះបាន follow មកយើងអញ្ចឹងបងប្អូនគ្រាន់តែចុចពាក្យ follow ហ្នឹងទៅគេវិញទៅបាទនេះជាការជួយគ្នាទៅវិញទៅមកបងប្អូនណាសម្រាប់អ្នកលេងដៃថ្មីដូចគ្នាអញ្ចឹងយើងចេះជួយគ្នាទៅវិញទៅមកដើម្បី page យើងក៏ដូចជា page គេរីកដូចគ្នាចាប់ទទួលបានការរកលុយដូចគ្នាណាបងប្អូនបាទហ្នឹងយើងជោគជ័យទាំងអស់គ្នាការសេចក្តីស្រឡាញ់ជាសេចក្តីគេហៅថាវាមានថាតម្លាភាពទៅវិញទៅមកក្នុងការ follow ទៅ follow មក like ទៅ like មកបាទអញ្ចឹងជួយគ្នាទៅវិញទៅម្ដងតែម្នាក់ម្ដងបងប្អូនបាទសូមអរគុណ